Mà chấm rệp xuống ôn đó khné lục rú mua va liền hí bộ riêng nơi bị xe lái con sang bờ bớt nặng tị đó ngày nay lục rú năng lực dọc bị sao tẹt tông nắng cầm lang đầm nạ asimet bỏ tật luôn nơi 100 ngàyរបស់យើងនៅពេលដែលយើងលើកមនុស្សម្នាក់ដែលមានម៉ាស់80 គីឡូក្រាមយើងនឹងមានអារម្មណ៍ថាឬក៏យើងលើកមិនរួចប៉ុន្តែប្រសិនបើយើងយកគាត់ដាក់ទៅក្នុងទឹកហើយយើងលើកគាត់ពេលនោះយើងនឹងសង្កេតឃើញថាគាត់ហាក់បីដូចជាស្រាលជាងមុនហើយយើងនឹងអាចលើករួចក្នុងការពិសោធន៍នេះគឺលោកគ្រូលើកឡើងតកតងនឹងកម្លាំងដែលជួយឲ្យយើងលើកគាត់រួចគឺតកតងនឹងកម្លាំងដំណើរអាស៊ីម៉ែត្ររបស់ទឹកបាទអញ្ចឹងវត្ថុបំណងថ្ងៃនេះយើងនឹងប្រើប្រាស់គោលការណ៍អាស៊ីម៉ែត្រនិងច្បាប់ទី1ញូតនបាទកម្លាំងខួបស្មើនឹង0ដើម្បីកំណត់កម្លាំងដំណើរអាស៊ីម៉ែត្រនិងភាគរយកម្រិតលៀងបាទអញ្ចឹងចំណេះដឹងមូលដ្ឋានអញ្ចឹងគោលការណ៍អាស៊ីម៉ែត្រអញ្ចឹងកម្លាំងដំណើររបស់ទឹកគឺស្មើឲ្យ SB ស្មើនឹងរទឹកគុណជាមួយនឹងសន្ទុះទំនាញឋានដីសេគុណជាមួយនឹងមាត្ររបស់គូបដោយសារតែគូបគឺជាលោហៈដូច្នេះវាលិចទាំងស្រុងទៅក្នុងទឹកអញ្ចឹងមាត្រដែលយើងយកគឺទាំងអស់អញ្ចឹងច្បាប់ទី1ញូតនអញ្ចឹងខុសបូកកម្លាំងដែលមានអំពើលើគូបនៅពេលដែលយើងដាក់គូបនៅក្នុងទឹកគឺវារងនៅកម្លាំង3ទី1គឺទម្ងន់ចុះក្រោមទី2កម្លាំងទម្ងន់ទំនងមានទិសដៅឡើងលើហើយទី3គឺកម្លាំងដំណើរអាស៊ីម៉ែត្រនេះឯងណាហើយយើងធ្វើការផុសបូកកម្លាំងនេះចូលគ្នាមកស្មើ0ហេតុអីដោយសារតែអង្គធាតុនេះនៅស្ងៀមអញ្ចឹងខ្ញុំដៅទិសដៅចុះក្រោមវិជ្ជមានពេលនោះខ្ញុំសរសេរបានជាតម្លៃWនេះខ្ញុំលុប vector ចោលទៅជាដាក់សញ្ញាបូកបាទបូកយើងបាច់ខ្ញុំសរសេរក៏បានដែរដល់ពេល WA ទិសដៅវាផ្ទុយពីវិជ្ជមានអញ្ចឹងដក S បាទទិសដៅឡើងលើដែរដកអញ្ចឹងស្មើ0បាទអង្គទី2យើង0អញ្ចឹងនាំឲ្យ W នាំឲ្យ SB ស្មើនឹង W ដក WA ដែល W នេះគឺជាទម្ងន់ពិតគឺជាទម្ងន់ដែលយើងថ្លឹងនៅក្នុងខ្យល់ដល់ពេល WA គឺជាគេឲ្យឈ្មោះថាទម្ងន់ទំនងគឺជាទម្ងន់ដែលគេថ្លឹងវានៅក្នុងទឹកបាទហើយតកតនឹងភាគរយកម្រិតលៀងអញ្ចឹងក្នុងនេះលោកគ្រូនឹងពិសោធន៍បាទតាមរូបមន្តទី1និងរូបមន្តទី2ដើម្បីរកកម្លាំងដំណើរអាស៊ីម៉ែត្រអញ្ចឹងដើម្បីរកភាគរយកម្រិតលៀងអញ្ចឹងលោកគ្រូត្រូវយកតម្លៃវាស់តាមរូបមន្តទី1នេះលោកគ្រូឲ្យឈ្មោះថាវិធីទី1ដកឲ្យតម្លៃដែលវាស់បានក្នុងវិធីទី2នេះដែលលោកគ្រូវាស់តាមច្បាប់ទី1ញូតនដែលទាញបាន SB ស្មើ W ដក WA ហើយចែកនឹងតម្លៃនៃវិធីទី1បូកនឹងតម្លៃនៃវិធីទី2បូកចូលគ្នាចែកនឹង2តកតងនឹងចូលដល់ពិសោធន៍អញ្ចឹងចូលដល់ពិសោធន៍តកតងនឹងសំណួរកលឹះតើអ្នកអាចកំណត់តម្លៃកម្លាំងដំណើរអាស៊ីម៉ែត្ររបស់ទឹកបានយ៉ាងដូចម្ដេចអញ្ចឹងសមត្ថការបង្កើតសមត្ថកម្មអញ្ចឹងបងប្អូនអាចឆ្លើយសាក់មើលតើយើងអាចរកកម្លាំងដំណើរអាស៊ីម៉ែត្រដោយការវាស់វែងអីឬក៏យើងធ្វើយ៉ាងម៉េចណាសូមឆ្លើយសំណួរនឹងមកតកតងនឹង 3.3 បាទដំណើរការពិសោធន៍អញ្ចឹងតម្រូវការសម្ភារៈក្នុងការពិសោធន៍នេះមានដូចជាអញ្ចឹងយើងហើយមានខ្សែឆ្មាទូចមួយកុំឲ្យប៉ះពាល់ដល់កូនទម្ងន់របស់ទូកយើងបាទតបមកជើងតម្រមានជើងតម្រមានបំពង់ក្រិតបាទកែវទឹកនិងឌីណាម៉ូម៉ែត្រអញ្ចឹងជំហានដំបូងបាទដំណើរការពិសោធន៍យើងទី1យើងប្រើវិធីទី1អញ្ចឹងវិធីទី1នេះយើងប្រើតាមរូបមន្តបាទ SB ស្មើនឹងរគុណនឹង C គុណជាមួយនឹង V អញ្ចឹងលោកគ្រូចាប់ផ្ដើមចូលដល់ពិសោធន៍ទី1គ្រាន់តែលោកគ្រូយកកូនទម្ងន់លោកគ្រូដាក់ចូលទៅក្នុងបំពង់ក្រិតបាទដើម្បីវាស់មាត្ររបស់គូកនេះអញ្ចឹងយើងប្រើពឹងផ្អែកលើបំពង់ក្រិតដែលមានដែលគេក្រិតបាទរួច300 មីលីលីត្របាទកម្ពស់ទឹកយើងបន្ទាប់មកយើងដាក់បាទគូកលោហៈចូលបាទដាក់ចូលឲ្យលិចបាទមិនបាច់លិចដកបានក៏បានដែរអញ្ចឹងពេលនោះមាត្រគូកនេះបាទគឺធ្វើឲ្យទឹក
របស់យើងគឺកើនឡើងកម្ពស់គឺឡើងដល់315មីលីលីត្រចឹងដូច្នេះមៀតរបស់គូកគឺយកមៀតទឹកដែលយើងដាក់គូករួចដកជាមួយនឹងមៀតទឹកដែលយើងមិនទាន់ដាក់មៀតគូកពេលនោះយើងនឹងឃើញតម្លៃរបស់មៀតរបស់គូកគឺ15មីលីលីត្របាទឥឡូវចូលដល់វិធីទី2ដើម្បីរកកម្លាំងដំណើរស៊ីម៉ែត្រចឹងយើងដឹងហើយថា SB ស្មើនឹងទម្ងន់ដែលយើងថ្លឹងនៅក្នុងខ្យល់ដកជាមួយនឹងទម្ងន់ដែលយើងថ្លឹងនៅក្នុងទឹកដែលឲ្យឈ្មោះថាទម្ងន់ទំនងបាទអញ្ចឹងបងប្អូនសង្កេតមើលទាំងអស់គ្នាតោះអញ្ចឹងបងប្អូនសង្កេតមើលទាំងអស់គ្នាអញ្ចឹងទម្ងន់ដែលយើងថ្លឹងនៅក្នុងនេះបាទគឺស្មើនឹង44 0.44 ញូតនបាទបងសង្កេតមើល 0.44 ញូតនបាទឥឡូវយើងចូលដល់ថ្លឹងទម្ងន់នៅក្នុងខ្យល់រួចហើយបាទគឺ W ឥឡូវយើងចូលដល់ថ្លឹងទម្ងន់នៅក្នុងទឹកបាទអញ្ចឹងទម្ងន់នៅក្នុងទឹកយើងយកកូនទម្ងន់នេះដាក់នៅក្នុងទឹកមកបាទអញ្ចឹងពេលនោះបាទយើងធ្វើការសង្កេតមើលតើទម្ងន់របស់អង្គធាតុនៅពេលនោះគឺស្មើប្រមាណបាទគឺតម្លៃវាគឺ 0.29 ញូតនណាបើបងប្អូនពិសោធន៍រួចរាល់សូមបំពេញក្នុងតារាងខាងក្រោមដែលលោកគ្រូបានដាក់នៅក្នុងវីដេអូនេះហើយធ្វើការសន្និដ្ឋានតាក់ទងនឹងកម្រិតល្អៀងបាទដោយប្រើរូបមន្តនេះមកដោយយើងកណនាឃើញតម្លៃពិសោធន៍តាមវិធីទី1និងវិធីទី2បាទបូកចូលគ្នាហើយចែកនឹង2ហើយនឹងឆ្លើយសំណួរវិភាសាដែលលោកគ្រូដាក់ជូនបាទសូមអរគុណច្រើន